បើសិនជាយើងមើលនៅក្នុងបរិបទការបម្រែបម្រួលអាកាសធាតុវិញគឺស្ត្រីក៏គាត់ទទួលរងផលប៉ះពាល់មិនដូចនឹងក្រុមដទៃទៀតនៅក្នុងសង្គមដែរគឺដោយសារកត្តាសង្គមហើយនិងទូនាទីភារកិច្ចរបស់គាត់ជាស្ត្រីនៅក្នុងការមើលថែទាំសមាជិកគ្រួសារស្ត្រីមានភារកិច្ចច្រើនជាងបុរសបើសិនជាមានការប្រែប្រួលអាកាសធាតុកើតឡើងវាទាក់ទងនឹងហានិភ័យគ្រោះធម្មជាតិអញ្ចឹងពួកគាត់គិតគូរតាំងពីជីវភាពរបស់កូនរបស់គាត់ត្រូវទៅរៀនហើយនឹងផ្ទះសម្បែងរបស់គាត់ត្រូវរៀបចំបើបុរសយើងអាចថាគាត់ជួយនៅការងារដែលជាដុំកំភួនមួយប៉ុន្តែស្ត្រីនៅតែមានភាពគិតច្រើនជាងបុរសក្មេងស្រីស្ត្រីហើយនឹងក្រុមងាយរងគ្រោះហ្នឹងក៏រងផលប៉ះពាល់អំពីគ្រោះរាំងស្ងួតគឺគាត់ត្រូវរទឹកឬមួយក៏ទិញទឹកចំណាយថវិកាឬមួយក៏ធ្វើដំណើរទៅដងទឹកពីទីឆ្ងាយភូមិផ្សេងអីចឹងបងការស្រោចស្រពដំណាំដាំដុះរបស់គាត់ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់គាត់ក៏ប៉ះពាល់ដែរការបញ្ឈៀត gender នៅក្នុងសកម្មភាពអាទិភាពនៃការបម្រែបម្រួលអាកាសធាតុក្នុងបរិបទសន្តិសុខស្បៀងពិតជាមានសារៈសំខាន់ណាស់ដោយសារតែស្ត្រីមានការចូលរួមក្នុងការផលិតស្បៀងការគ្រប់គ្រងធនធានធម្មជាតិក៏ដូចជាអាហារូបត្ថម្ភនៅតាមគ្រួសារប៉ុន្តែស្ត្រីទទួលបាននៅការគ្រប់គ្រងដីធ្លីព័ត៌មានក៏ដូចជាធាតុចូលផ្សេងៗនៅមានកម្រិតសម្រាប់មន្ទីរខេត្តគឺគាត់មានតួនាទីសំខាន់គឺគាត់នៅក្បែរមូលដ្ឋានរបស់ពួកគាត់គាត់ដឹងច្បាស់ពីស្ថានភាពរបស់ពួកគាត់នឹងអញ្ចឹងគាត់មានតួនាទីសំខាន់ក្នុងការស្រង់នៅបញ្ហាគម្លាតនៃ gender នឹងគឺគាត់អាចយកមកពិភាក្សាគ្នាដើម្បីឲ្យថ្នាក់ជាតិធ្វើជាការរៀបចំនៅគោលនយោបាយយុទ្ធសាស្ត្រនានាឬក៏មានវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀតដើម្បីពង្រឹងទៅដល់មូលដ្ឋានរបស់ពួកគាត់អានេះបានដោយសារយើងខ្វះគ្រូកោហ្នឹងហើយបានយើងធ្វើអាហ្នឹងវាអត់ចេញបន្ទាប់ពីបញ្ចប់សិក្ខាសាលានេះខ្ញុំទទួលបានចំណេះដឹងពាក់ព័ន្ធទៅនឹងការបញ្ជ្រាប gender ខ្ញុំចង់ផ្ទេរអ្វីដែលខ្ញុំអាចរៀននៅទីនេះជូនទៅដល់ប្រជាសហគមន៍ដែលគាត់កំពុងតែរស់នៅក្នុងមូលដ្ឋានរបស់ពួកខ្ញុំផ្ទាល់មន្ទីរបរិស្ថានកំពុងតែសហការជាមួយនឹងគម្រោង PCL ដើម្បីទេអាការយល់ដឹងរបស់យើងនឹងទៅដល់ប្រជាសហគមន៍ឲ្យគាត់យល់អំពីភាពអង្អែករបស់ស្ត្រីឬក៏សង្គមមួយដែលចូលចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើស្ត្រីក្មេងស្រីហើយនិងជនងាយរងគ្រោះផងដែរពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាដែលបានរៀបចំនៅ NDC នេះពីព្រោះយើងក៏មិនទុកអ្នកណាចោលបានន័យថាមិនទុកនៅស្ត្រីដែលងាយរងគ្រោះរក្សាបាននៅបរិយាបន្នសង្គមហើយបញ្ជ្រាបនៅ gender ដោយសារថាស្ត្រីគាត់ជាអ្នករងគ្រោះដូច្នេះហើយបើសិនជាមានស្ត្រីដែលគាត់ជាអ្នកធ្វើសេចក្តីសម្រេចចិត្តនៅក្នុងការរៀបចំផែនការក៏ដូចជាគោលនយោបាយមានន័យថាគាត់នឹងអាចយកបញ្ហាតម្រូវការនិងផលប៉ះពាល់របស់ស្ត្រីយកទៅបញ្ចូលទៅក្នុងផែនការក៏ដូចជាគោលនយោបាយដើម្បីឲ្យពួកគាត់ទទួលបានផលដូចនឹងបរិសុទ្ធដែរបន្ទាប់ពីបញ្ចប់នៅវគ្គឬក៏បន្តនៅវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀតខ្ញុំនឹងមានជាសម្លេងដែលជាយុវជនជានារីម្នាក់ដើម្បីនៅក្នុងអង្គប្រជុំនានាដើម្បីលើកពីបញ្ហា gender ដែលផ្សារភ្ជាប់ជាមួយនឹងការប្រែប្រួលអាកាសធាតុ